តោះចឹងមិញយើងអានប្រាយហើយឥឡូវយើងបន្តទៅ473មកទៅបាទ473គេថា he spends blank time sleeping គាត់ចំណាយពេលដេកហើយដើម្បីបំពេញចន្លោះហ្នឹងយើងមាន A all B all his C his all ហើយនឹង D all of his រើសចម្លើយត្រឹមត្រូវសិនមកចាំយើងបកស្រាយតាមក្រោយ C B C A B រក្សាយក D ចឹងនេះអើគេ NG អើខ្លះហ៎អារម្មណ៍នឹងនៅណាហ្នឹងណោះអារម្មណ៍នៅលើគ្រូខ្លះមកតោះចឹងជំរើសរបស់យើងដែលត្រឹមត្រូវគឺ B all his ហើយពេលយើងដាក់បញ្ចូលប្រយោគយកទៅត្រូវ he spends all his time sleeping យើងប្រែថាបាទគាត់ចំណាយពេលរបស់គាត់ទាំងអស់ដេកឥឡូវយើងបកស្រាយចម្លើសផ្សេងតើវាខុសត្រង់ណាសម្រាប់ A all តទេនោះវាខុសអីគេបាទវាខុសអត្ថន័យ all time ពេលវេលាទាំងអស់វាទូទៅពេកវាទាំងអស់ពេកអត់ត្រូវទេបាទអត់ត្រូវគាត់អត់អាចមានពេលវេលាទាំងអស់អញ្ចឹងទេបាទមិនដឹងដូចយើងថាអញ្ចឹងមិនដឹងបោះណាទេណាវាទៅជាពេលវេលាទាំងអស់ហើយអញ្ចឹងអត់ត្រូវទេចុះចំពោះ C his all បើវាខុសតម្រងយើងមើលអា his all យើងធៀបមកចម្លើយ B ត្រូវវាមិនបាទបញ្ជាក់គ្នាអញ្ចឹងបើយើងនិយាយទៅគឺអា C វាខុសទីបាទខុសទីតាំងអាពួក all គេហៅពួកអីដឹងហ៎ពួក all នេះពួក30នេះពួក any អញ្ចឹងជាពួកចំនួនណា quantifier ចំនួនជឿអា his ហ្នឹងគេហៅពួកអី his ហ្នឹងនេះដល់នេះបើជា possessor adjective ជាគុណនាមកម្មសិទ្ធិបើយើងអាចចំណាំទុកទីតាំងមកវាគឺយើងយកអាចំនួន all ចំនួនហ្នឹងដាក់វានៅពីមុខពួក his ដែលជា possessive បាទអាចំនួនហ្នឹង quantifier ហ្នឹងវានៅមុខ his ដែលជា possessive គុណនាមកម្មសិទ្ធិបាទចំណាំទុកហ្មងទៅហើយពីក្រោយវាមាន noun all his time ឃើញទេ all his time វាខុសទីតាំងអីចំពោះចម្លើយ D all of his time មិនដែរហ្នឹងវាខុសអីដឹងហ៎បាទវាខុសត្រង់ថាវាលើសដឹកចុះបើយើងធៀបមកផ្សេងមានឃើញលើសអីមួយទៀតទេវាលើស off តែប៉ុន្តែ off អត់ខុសទេយើងអាចប្រើថា all his time ក៏បាន all of his time ក៏បានត្រូវទាំងពីរមាន off ក៏បានអត់ off ក៏បានដែរប៉ុន្តែបាទដឹកហ្នឹងមិនអាចប្រើបាននោះទេអញ្ចឹងសរុបមកអា D នេះវាលើសដឹកបាទចំពោះ off វាអត់ខុសវាលើសដឹកបើចឹងយើងឃើញជំរើសផ្សេងអា A ហ្នឹងវាទូទៅពេកអា C វាខុសទីតាំងហើយអា D វាលើសដឹកមានតែ B ទៅត្រឹមត្រូវ